កម្ពុជាបើកយុទ្ធនាការផ្សព្វផ្សាយចុះបញ្ជីផលិតផលថ្នាក់ជាតិដើម្បីបង្កើនទំនុកចិត្តនៅលើទីផ្សារក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានបើកយុទ្ធនាការផ្សព្វផ្សាយពីការចុះបញ្ជីផលិតផលថ្នាក់ជាតិដើម្បីពង្រឹងគុណភាពផលិតផលនៅកម្ពុជាការពារអ្នកប្រើប្រាស់និងបង្កើនទំនុកចិត្តនៅលើទីផ្សារកាលពីថ្ងៃទី27ខែតុលាឆ្នាំ2025ឯកឧត្តម ហែម វ៉ាន់ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថាការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មីឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវានិងគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួងយុទ្ធនាការពេលនេះគឺទាន់ពេលត្រូវកលៈទេសៈនិងឆ្លើយតបបន្ទាន់ទៅនឹងកង្វល់និងសំណពររបស់ទីផ្សារទាំងអ្នកផលិតអ្នកប្រើប្រាស់ក៏ដូចជាការវិវត្តនៃសភាពការពាណិជ្ជកម្មចុះបញ្ជីផលិតផលនេះគឺជានីតិវិធីដែលផ្ដល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទគឺគ្រប់ទម្រង់ដោយអនុលោមតាមស្តង់ដារកម្ពុជា CS 001 2000ស្ដីពីការដាក់ស្លាកផលិតផលសម្រាប់អ្នកប្រើប្រាស់ការចុះបញ្ជីផលិតផលផ្ដល់នូវតម្លាភាពនិងលទ្ធភាពស្វែងរកប្រភពទំនិញនិងម្ចាស់ស្របច្បាប់របស់ផលិតផលក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះវិទ្យាស្ថានស្តង់ដារកម្ពុជាបានចុះបញ្ជីផលិតផលចំនួន9535ដែលជាចំនួនតិចតួចនៅឡើយបើប្រៀបធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារហើយក្រសួងក៏កំពុងរៀបចំយន្តការបន្ថែមឲ្យសម្រួលនីតិវិធីនិងកាត់បន្ថយការចំណាយដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិតនិងអ្នកនាំចូលទំនិញជាផ្នែកមួយនៃកំណែទម្រង់នេះក្រសួងបានសម្រួលនីតិវិធីដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំនិងកាត់បន្ថយរយៈពេលនៃការផ្ដល់អាជ្ញាប័ណ្ណចបផមកនៅត្រឹម5ថ្ងៃនៃថ្ងៃធ្វើការក្នុងករណីមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់ទន្ទឹមនឹងនេះពាក្យស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយហើយអាជ្ញាប័ណ្ណចបផមានសុពលភាពរយៈពេល3ឆ្នាំអ្នកផលិតនិងអ្នកចូលរួមក៏មានជម្រើសក្នុងការយកផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយខ្លួនឯងសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំដោយមិនចាំបាច់ធ្វើតេស្តនៅតាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជាឡើយសម្រាប់យុទ្ធនាការនេះក្រសួងបានចាត់វិទ្យាស្ថានស្តង់ដារកម្ពុជាឲ្យរៀបចំក្រុមការងារពិសេសដើម្បីផ្ដល់ប្រឹក្សានិងណែនាំបច្ចេកទេសសម្រាប់វិស័យឯកជនឯកឧត្តម ហែម វ៉ាន់ឌី បានលើកឡើងថាខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកផលិតនិងអ្នកនាំចូលដាក់ពាក្យដោយផ្ទាល់មកវិទ្យាស្ថានស្តង់ដារកម្ពុជានិងកាត់បន្ថយការប្រើសេវាអ្នករត់ការដែលអាចនាំមកឲ្យការចំណាយលើការចុះបញ្ជីផលិតផលកើនឡើងខ្ពស់យុទ្ធនាការនេះនឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ2026ដោយផ្ដល់ជូនការចុះតម្លៃនិងការគាំទ្រពិសេសសម្រាប់អ្នកផលិតផលក្នុងស្រុកនិងក្រុមហ៊ុននាំចូលផលិតផលក្នុងយុទ្ធនាការនេះសហគ្រាសផលិតនិងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយនឹងទទួលបានការលើកទឹកចិត្តពិសេសគឺការបញ្ចុះតម្លៃ 10% សម្រាប់ការចុះបញ្ជីផលិតផលពី5ទៅដល់19មុខ 15% សម្រាប់ការចុះបញ្ជីផលិតផលពី20ទៅ49និង 20% សម្រាប់ការចុះបញ្ជីផលិតផលលើសពី50មុខក្នុងពេលតែមួយក្នុងឱកាសនោះផងដែរឯកឧត្តម ហែម វ៉ាន់ឌី បានអំពាវនាវដល់អ្នកផលិតអ្នកនាំចូលទាំងអស់ឲ្យប្រកាន់ខ្ជាប់នូវសុចរិតភាពតម្លាភាពទំនួលខុសត្រូវក្នុងប្រតិបត្តិការអាជីវកម្មតាមរយៈការចុះបញ្ជីផលិតផលដោយលើកឡើងថាគុណតម្លៃទាំងនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ជោគជ័យរយៈពេលវែងរបស់អាជីវកម្ម
និងការអភិវឌ្ឍជាតិទន្ទឹមនឹងនោះឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអតិថិជនប្រើប្រាស់អំណាចទិញរបស់ខ្លួនដើម្បីជំរុញឲ្យអ្នកផលិតនិងអ្នកនាំចូលប្រកាន់គោលការណ៍ដូចគ្នាតាមរយៈការទិញនិងប្រើប្រាស់ផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវ។